វងតកខ្សែស្លាយផ្កាឈូកមកដល់មានអាផ្ការិចផងស្លឹកផងផ្លែផងអូយឥឡូវមកដល់ផ្កាមិនតន់រិចហើយ idea ទាំងអស់ហ្នឹងខ្ញុំក៏ inspire ពីរូបភាពមួយស្លឹកនេះតាមរយៈ Google សម្រាប់បងគាត់តាមដានមើលវីដេអូខ្ញុំតាំងពីខ្ញុំធ្វើផ្ការហូតមកដល់វគ្គនេះហើយបងនៅចាំមួយវគ្គទៀតគឺខ្ញុំដោតចូលផើងឲ្យមើលតែម្ដងថាចេញមកបែបខ្ញុំមកក៏ស៊ូមណត់អត់ធ្មត់ណាស់ដែរខ្ញុំចង់ធ្វើឲ្យចេញមកផើងហ្នឹងខ្ញុំប្រហែល3 4ថ្ងៃទេសិនជាអង្គុយតែធ្វើហ្មងមួយថ្ងៃអាចហើយតែយើងមានការងារច្រើនមែនតើហើយខ្ញុំឆ្លៀតណាបងប្អូនអញ្ចឹងបងមើលបាន style វាគឺអត់សូវខុសគ្នាពីផ្ការិចទេគ្រាន់តែថាលើកនេះខ្ញុំសុំដូរពណ៌បន្តិចខ្ញុំធ្វើឲ្យពណ៌ឈូកដិតហ្នឹងពេកឥឡូវសុំធ្វើពណ៌ស្រាលបន្តិចលេខនេះកូដ02ហើយការធ្វើរបស់គេរៀងប្រយ័ត្នបន្តិចបងហើយដោយសារតែយើងរិចអត់បានទេផ្កានេះមិនតន់រិចអញ្ចឹងត្រូវខ្ជិបរហូតធ្វើទៅកុំភ្លេចដាក់ដើមផងដាក់ដើមឲ្យបិទចំបែបហ្នឹងគ្រាន់តែថាយើងច្រឡះទៅច្រឡះមកហើយសន្ទាប់ខាងក្រៅរៀងបន្ទាបជាងអាកពូលកដាលបន្តិចនេះមើលតាមនឹងបានណាហើយយើងយកសរុបទាំងអស់គឺប្រហែលចេះ3ជាន់ចាជាន់ទី3នេះអញ្ចឹងហើយបន្ទាប់មកយើងដាក់ស្លឹកម្ដងស្លឹកនឹងក្រោមគេនេះហើយប៉ុណ្្នឹងហើយបងអាចធ្វើការលេងពណ៌បន្តិចបានដូចខ្ញុំនិយាយចឹងផ្កាកម្មញ៉ែបើសិនពណ៌ខ្លះអត់ត្រូវចិត្តបងអស់គ្នាទេអាចធ្វើការលេងពណ៌បន្តិចទៅបងត្រូវការសម្ភារៈយកទៅរៀនធ្វើបោះដុំលក់រេមាន promotion ពិសេសខ្ញុំធ្វើការឆាតមក page រចនាផ្កាកដាស់ឬរចនាផ្កាកដាស់បោះដុំសម្ភារៈបានបងឆាតមើល logo មើលឈ្មោះស្រួលបួរอย่าច្រឡំ page ណាបងចង់មកមើលដល់ហាងផ្ទាល់ក៏បានកំងទាំងជួនក៏បានដែរបងមានសេវាដឹកគ្រប់ខេត្តក្រុង